នេះជាម្ទេសដែលដាំដោយអតីតយុទ្ធជនភូមិប៊ុនរនីសែនជ័យដំណាក់យើងក្នុងខេត្តពោធិ៍សាត់ស្ថិតក្នុងបរិបទដែលវិស័យកសិកម្មកំពុងមានការរីកចម្រើនដំណាំម្ទេសបានក្លាយជាជម្រើសនៃដំណាំយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋជាអតីតយុទ្ធជននិងនិវត្តជនដែលកំពុងរស់នៅក្នុងភូមិប៊ុនរនីសែនជ័យដំណាក់ត្រយឹងខេត្តពោធិ៍សាត់ភូមិឋានអតីតយុទ្ធជនក្បែរជើងភ្នំមួយនេះត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជ្រើសរើសជាភូមិឋានអនុវត្តក្នុងគម្រោងកសិកម្មទំនើបសម្រាប់ដាំដុះម្ទេសក្នុងនោះរួមមានពូជម្ទេសដៃនាងនិងម្ទេសណាលីដែលជាប្រភេទដំណាំម្ទេសមានទីផ្សារខ្ពស់មិនពិបាកក្នុងការដាំដុះងាយស្រួលក្នុងការថែទាំនិងការប្រមូលផលឯកឧត្តមខំពីណងអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថាបច្ចុប្បន្នផ្ទៃដីដាំម្ទេសនៅភូមិប៊ុនរនីសែនជ័យដំណាក់ត្រយឹងមានប្រមាណជិត100ហិកតាក្នុងនោះមានអតីតយុទ្ធជន55គ្រួសារស្ម័គ្រចិត្តចូលរួមជាសមាជិកគម្រោងហើយក្រសួងក៏បានត្រៀមផ្ទៃដីដាំដុះបន្ថែមនៅទីនោះដើម្បីធ្វើយ៉ាងណាឲ្យទិន្នផលម្ទេសអាចបំពេញតម្រូវការទីផ្សារបានគ្រប់គ្រាន់បាទបច្ចុប្បន្នមាន55គ្រួសារដែលគាត់បានស្ម័គ្រចិត្តដាំម្ទេសគិតជាហិកតាប្រហែលជា25ហិកតាហើយយើងនឹងមានបន្ថែមប្រហែលជា60ហិកតាទៀតសម្រាប់កម្រិតរួមសហគមន៍បាទសូមបញ្ជាក់ថានេះយើងនិយាយតែក្រុមម្ទេសទេក្រុមមន់មួយក្រុមទៀតក្រុមបន្លែមួយក្រុមទៀតយើងមានទាំងអស់3មុខកសិផលដើម្បីជួយគ្រប់គ្រងដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បាទជារៀងរាល់ថ្ងៃកសិករជាអតីតយុទ្ធជននៅទីនេះបានខិតខំថែទាំដំណាំម្ទេសចាប់ពីដំណាក់កាលដាំដុះរហូតដល់ការប្រមូលផលបន្ទាប់ពីដាំដុះបានជាង3ខែកន្លងទៅពេលនេះដំណាំម្ទេសរបស់ពួកគាត់ចាប់ផ្ដើមទុំបណ្ដាក់គ្នាជាបន្តបន្ទាប់ហើយកសិករក៏កំពុងញាប់ដៃប្រមូលផលម្ទេសដើម្បីលក់ជូនទៅក្រុមហ៊ុនដែលចុះមកទទួលទិញដល់ក្នុងភូមិតែម្ដងអតីតយុទ្ធជនដែលជាសមាជិកដាំម្ទេសបានបង្ហាញក្តីត្រេកអរក្នុងគ្រាប្រមូលផលម្ទេសជាលើកដំបូងដែលលោកមិននឹកស្មានថាដំណាំម្ទេសរបស់លោកមានផ្លែច្រើននិងអាចបេះលក់បានជារៀងរាល់ថ្ងៃបែបនេះទេខ្ញុំដាំតិចដែរទេតែ50គីឡូទេបេះម្ដងនោះបាទប៉ុន្តែខ្ញុំដាំតែ32អាទេបាទទំហំដីតែ32អាទេប៉ុន្តែយើងបើទុក3ថ្ងៃបេះម្ដង50គីឡូ3ថ្ងៃ50គីឡូ3ថ្ងៃ50គីឡូ1គីឡូ1គីឡូ3000ចឹង3ថ្ងៃបានបាទ5 10ម៉ឺនទេណាប៉ុណ្ណឹងដឹង1គីឡូ3000បើ35ដង15គ្រាន់តាពូគ្រាន់តា សប្បាយចិត្តទេពូសប្បាយតែមុនដំបូងបានផលអត់ថ្នាក់នឹងផងយើងគិតអត់ដល់អត់គិតដល់ណាសំខាន់ជាងគិតដល់ការប្រឹងប្រែងរបស់យើងអត់ដឹងថាតើប្រមូលផលបានផលដោយវិធីណាយើងអត់ទាន់ដឹងតែឥឡូវយើងប្រមូលផល2ដង3ដងយើងដឹងថាអាចបានប៉ុណ្ណឹងយើងគ្រាន់បានហើយគ្រាន់បានបាទខ្ញុំត្រេកអរត្រង់កន្លែងហាងសហគមន៍គេបង្កើតការងារដាំដុះដូចជាម្ទេសនេះខ្ញុំឃើញថែតាមបច្ចេកទេសទៅរបស់ខ្ញុំឃើញផ្លែល្អដំណាំល្អអញ្ចឹងទៅខ្ញុំអរឃើញថាខ្ញុំស្ដាប់តែខាងបច្ចេកទេសប្រាប់អីដំណើរខ្ញុំធ្វើតាមទៅឃើញត្រូវរបស់ខ្ញុំបាទតែអញ្ចឹងមិនអរបាទខ្ញុំដាំកន្លះហាត់រកចំណូលបានរាល់ថ្ងៃនេះបើយើងប្រៀបធៀបទៅក្នុងមួយថ្ងៃបាន50000ដែរណានេះបើសិនបេះរាល់ថ្ងៃនេះជាមុខរបរបន្តបន្សំនៅក្នុងភូមិស្រុកដែលបងប្អូនអតីតយុទ្ធជននិងនិវត្តជនយើងអាចរកប្រាក់ចំណូលបន្ថែមលើប្រាក់របបសោធននិវត្តដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនបើតាមមន្ត្រីកសិកម្មចំពោះដំណាំម្ទេសនេះកសិករដាំដុះម្ដងអាចប្រមូលផលបានរហូតដល់ទៅ6ខែទើបត្រូវដាំដុះសាជាថ្មីម្ដងទៀតដូច្នេះដំណាំប្រភេទនេះវាពិតជាបង្កភាពងាយស្រួលដល់កសិករកាត់បន្ថយថ្លៃដាំខ្ពស់ព្រមទាំងកម្លាំងពលកម្មដាំដុះនិងការថែទាំហើយអាចប្រមូលផលបានយូរខែថែមទៀតផងចំពោះទិន្នផលម្ទេសនៅពេលដាំដុះបានកសិករមិនពិបាកក្នុងការស្វែងរកទីផ្សារដោយខ្លួនឯងឡើយគម្រោងកសិកម្មទំនើបបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនទទួលទិញដែលមានមន្ត្រីគម្រោងចុះមកប្រមូលទិញម្ទេសដល់ក្នុងចម្ការពួកគាត់តែម្ដងបច្ចុប្បន្ននេះបងដោយសារតែយើងដាំបានតែជា20ហិកតាអញ្ចឹងការប្រមូលផលរបស់យើងគឺបានតែជាចូល10ហិកតាជាងបង10
ហើយជា12ទៅ15ហិកតាបងចន្លោះហ្នឹងប៉ុន្តែដោយសារកសិករខ្លះគាត់ប្រមូលថ្ងៃមុនហើយអញ្ចឹងថ្ងៃនេះគាត់បានប្រមូលទេថាតិចអញ្ចឹងទៅគាត់ចាំច្រើនគាត់យកមកថែមទៀតបាទជាទូទៅបងយើងប្រមូលផលពីមុនយើងប្រមូលផលមួយអាទិត្យ2ដងបងដោយសារយើងប្រមូលផលតែថ្ងៃច័ន្ទនិងថ្ងៃសុក្រដោយសារយើងប្រមូលផលបានតិចលើកដំបូងហើយបន្តមកទៀតយើងទៅចាប់ដើមកែប្រែប្រមូលផលមួយអាទិត្យ3ដងអញ្ចឹងសម្រាប់ការប្រមូលផលលើកដំបូងរបស់យើងគឺបាន130គីឡូហើយបន្តមកទៀតគឺបាន300គីឡូហើយលើកទី3និងទី4គឺបាន730ហើយលើកក្រោយគឺ700ទៀតបងហើយចំណែកឥឡូវនេះគឺកំពុងតែប្រមូលផលលើកទី5បងបាទនៅទីនេះគឺមានលក្ខណៈពិសេសជាងតំបន់ដទៃដោយសារតែបងប្អូននៅទីនេះគឺគាត់មានដីតូចនិយាយទៅភាគច្រើន1ហិកតាទាំងអស់ហើយអ្នកដែលយកមកដាំម្ទេសអ្នកខ្លះបានត្រឹមកន្លះហិកតាអ្នកខ្លះបាន2000ការ៉េ3000ការ៉េអញ្ចឹងជំរឿសរបស់យើងគឺគ្មានជំរឿសអ្វីក្រៅពីងាកទៅរកកសិផលដែលផ្ដល់តម្លៃបន្ថែមខ្ពស់នោះទេហើយម្ទេសគឺជាជំរឿសមួយដែលល្អបច្ចុប្បន្ននេះម្ទេសអាចផ្ដល់ផលចំណេញខ្ពស់គួរសមបើតាមតម្លៃនិងទិន្នផលដែលយើងទទួលបានក្នុង1ហិកតាកសិករអាចទទួលបានរហូតដល់ទៅ4-5,000ដុល្លារក្នុងមួយឆ្នាំបាទប៉ុន្តែក៏ត្រូវការទុនវិនិយោគច្រើនដែរដូច្នេះហើយបានជានៅក្នុងសហគមន៍កសិកម្មទំនើបនៅក្នុងតំបន់នេះគឺយើងផ្ដល់ការគ្រប់គ្រងដើមទុនជូនគាត់បង្វិលតម្រាំតែគាត់ទទួលបានផលនៅចុងរដូវបាទជាធម្មតាមួយម្ទេសបើយើងដាំត្រូវស្តង់ដា1ហិកតាអាចបានទិន្នផលប្រហែលជា20តោនក្នុងមួយឆ្នាំបាទស្ថានភាពបច្ចុប្បន្ននេះបើយើងមើលសន្ទុះនៃការលូតលាស់គឺយើងអាចឈានទៅដល់ផែនការដែលយើងទទួលបានបើសិនជាយើងដោះបញ្ហាបច្ចេកទេសបានយើងទប់ស្កាត់មិនឲ្យជំងឺរាតត្បាតនឹងប៉ះពាល់ដល់ទិន្នផលបាទដោយឡែកបើយើងពិនិត្យមើលពីផ្នែកទីផ្សារមិនបារម្ភទេនៅទីនេះរាល់កសិផលចេញពីសហគមន៍ត្រូវបានធានាដោយកងត្រាផលិតកម្មកសិកម្មច្បាស់លាស់បាទគ្រីទេសគឺជាអ្នកទិញម្នាក់បាទហើយយើងក៏អាចមានអ្នកទិញផ្សេងទៀតដើម្បីមកជួយគ្រប់គ្រងដល់សហគមន៍កសិកម្មទំនើបរបស់យើងផងដែរបាទនេះជាជំហានដំបូងនៃការពង្រីកវិសាលភាពនៃគម្រោងកសិកម្មទំនើបផ្សារភ្ជាប់នឹងវិស័យអតីតយុទ្ធជនដែលអាចបង្កើនទិន្នផលកសិកម្មក្នុងស្រុកផងព្រមទាំងជួយលើកកម្ពស់ជីវភាពអតីតយុទ្ធជនផងបើទោះបីជាពេលនេះយើងឃើញថាដំណាំម្ទេសក្នុងភូមិអតីតយុទ្ធជនមានទិន្នផលល្អក៏ប៉ុន្តែនៅពីក្រោយភាពស្រស់ញញឹមនៃចំការម្ទេសនេះកសិករក៏ជួបប្រទះនៅបញ្ហាប្រឈមក្នុងវិស័យកសិកម្មដូចទៅនឹងដំណាំផ្សេងទៀតដែរនោះគឺបញ្ហាសត្វល្អិតជំងឺដំណាំនិងការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ដំណាំម្ទេសតែទោះជាយ៉ាងណាក៏ដោយនេះមិនមែនជាបញ្ហាចោទសម្រាប់កសិករនៅទីនេះឡើយព្រោះតាមរយៈគម្រោងកសិកម្មទំនើបបានត្រៀមរួចជាស្រេចដែលបានរៀបចំមន្ត្រីកសិកម្មឃុំនិងមន្ត្រីជំនាញរបស់គម្រោងដើម្បីចាំជួយដោះស្រាយបញ្ហាជាប់ជាប្រចាំត្រូវហើយបើសិនជាយើងថែបានល្អបើនឹងល្អប៉ុណ្ណាទេនេះហើយខ្ញុំអត់ទៅចេះអូនថែផងតែលើកទី1ទៀតដែលទីដាំម្ទេសឲ្យគាត់ចេះបរៀនខាងកសិកម្មទំនើបគាត់ចេះតែបរៀនឲ្យយើងធ្វើស្ដាប់គាត់ទៅប៉ុន្តែយើងថ្លឹងទឹកថ្លឹងដីថ្លឹងជីនឹងអត់ទាន់ត្រូវទេតែគាត់បញ្ជាថាឥឡូវដាក់ជីយើងដាក់ជីទៅឥឡូវបាញ់សត្វល្អិតយើងបាញ់សត្វល្អិតតាមគាត់ទៅប៉ុន្តែកុំយកថ្នាំគេយកមកទុកមកដីចោលអត់ទេយើងអត់ហត់ទេណាពួកយើងអត់ដឹងថាកសិកម្មទំនើបគេមកដាំឲ្យយើងគេរៀបចំទៅយកទឹកឲ្យយើងគេរៀបចំតាំងពីគាត់ទៅសັບបែបយ៉ាងទាំងអស់យើងគាត់nakបើកទៅយកទឹកតាអញ្ចឹងបានថាគ្មានអីស្រួលថាយើងថាពិបាកមានពិបាកណាខ្ញុំសម្រាប់ខ្ញុំគិតអ្នកដែលថាពិបាកនោះអ្នកដែលថាពិបាកអ្នកនោះគឺមិនចង់ធ្វើតែម្ដងខ្ញុំថាសម្ដេចធ្វើរូបភាពនេះណានៅតែថ្ងៃណាមួយសម្ដេចថាថ្ងៃនេះឲ្យស៊ីអីថ្ងៃនេះឲ្យឆ្លោអីប្រហែលជាចង់ឲ្យសម្ដេចធ្វើរូបភាពនឹងទៀតក៏មិនដឹងផ្ទះឲ្យដីឲ្យប្រគុណឲ្យគ្រប់សពបែបយ៉ាងប្រព័ន្ធទឹកប្រព័ន្ធភ្លើងដាក់ឲ្យអស់កន្លែងហើយប្រព័ន្ធម្ទេសគ្រឿងកសិកម្មទំនើបគេមករៀបចំឲ្យយើងឲ្យបែបស្រួលហើយអស់លោកខ្លាំងគាត់មិនធ្វើអានេះគឺរឿងរបស់គាត់តាមហ្នឹងគាត់បើគាត់ចង់រលូនដូចគេឲ្យស្រួលបួលដូចគេគាត់ប្រឹងធ្វើទៅតែគេឃើញយើងធ្វើបានល្អហ្នឹងគេឲ្យចង់ចិញ្ចឹមជ្រូកយើងមានដំណាំចិញ្ចឹមជ្រូកមានអត់ឯណាចង់គេឲ្យស្អីប្រព័ន្ធទឹកគេមានឲ្យស្រេច
chẳng tầm năm muôn trăm tiếp bởi cái ao tiếp nó cứ chơi trong tục đây mà lót tao chú tao về mà man pi từng đọc mát nuôi miền ấy thùng khác đây mà con nấu đây dương từ lùm từ lệ đây mà mơn mặt cái đây đấy mình tôi vậy nè បាទសូមបញ្ជាក់ថាវត្តមានរបស់សហគមន៍កសិកម្មទំនើបនៃក្រសួងកសិកម្មនៅទីនេះគឺក្រោមគំនិតព្រួតដើមរបស់សម្ដេចតេជោដែលលោកមានការយកចិត្តទុកដាក់ហើយនឹងការជំរុញការងារនេះពីសំណាក់សម្ដេចធិបតីពីអាយដាមរដ្ឋមន្ត្រីផ្ទាល់ដើម្បីជំរុញគាំទ្រដល់បងប្អូនអតីតយុទ្ធជនរបស់យើងឃើញហើយថាពួកគាត់ទទួលបានដីទទួលបានផ្ទះ ប៉ុន្តែជីវភាពរបស់គាត់ក៏ត្រូវការការគាំទ្រដែរហើយយើងក៏មានយន្តការបន្ថែមទៀតបាទថ្មីនេះក៏អាយដាមទេសរដ្ឋមន្ត្រីគុនគីមក៏មានការនាំយកនៅអ្នកវិនិយោគពាក់ព័ន្ធនឹងការចិញ្ចឹមជ្រូកផងដែរទាំងអស់នេះគឺធ្វើឡើងដើម្បីជួយគាំទ្រដល់បងប្អូនអតីតយុទ្ធជនរបស់គាត់ហើយចំនួននេះអាចថាលំបាកប៉ុន្តែយើងសង្ឃឹមថាបើសិនជាគាត់មានការពឹងប្រែងក្នុង 2-3 ឆ្នាំទៅខាងមុខទៀតនេះនឹងមានការផ្លាស់ប្ដូរមុខមាត់ច្រើននៅក្នុងតំបន់នេះតែម្ដងបាទ ដំណាំម្ទេសនៅភូមិប៊ុនរ៉ានីសាន់ជ័យដំណាក់ត្រីយើងមិនត្រឹមតែជារបរកសិកម្មដែលអាចបង្កើនប្រាក់ចំណូលក្នុងគ្រាចូលនិវត្តន៍ប៉ុណ្ណោះទេប៉ុន្តែពេលនេះដំណាំម្ទេសបាននឹងកំពុងក្លាយជាដំណាំយុទ្ធសាស្ត្រនិងជាក្តីសង្ឃឹមរបស់អតីតយុទ្ធជនជាច្រើនគ្រួសារនៅក្នុងការកសាងជីវភាពឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត